បញ្ហានៅតែជាបញ្ហាការបង់លុយបន្ទប់យឺតប្រជុំទេតែថែមទាំងបង់លុយទឹកលុយភ្លើងបន្លំទៀតពេលគេតាមទាត់ទាំងថែមច្រឡំអញ្ចឹងតាមមូលហេតុអីបាននាំមានបញ្ហាទាំងអស់ហ្នឹងហើយតើយើងគួរដោះស្រាយបញ្ហាទាំងអស់ហ្នឹងដោយរបៀបណាមកយើងតាមអីដែលពួកយើងបានទៅ interview គាត់ហ្នឹងគឺយើងឃើញថាម្ចាស់ផ្ទះជួលហ្នឹងគឺគាត់ជួបបញ្ហាធំ4ដែលទី1ហ្នឹងគឺការបង់លុយបងលុយឡែតដែលមានរហូតដល់ 23% report mistake 17.2% time spend 27.6% last but not least គឺពិបាកនៅក្នុងការយកថ្លៃទឹកថ្លៃភ្លើងដែលមានចំនួនដល់ទៅ 32.2% ឥឡូវយើងទៅកលេចមើលបញ្ហានៅទាំងអស់គ្នាអញ្ចឹងបញ្ហាចម្បងនោះគឺគាត់អត់មាននៅប្រព័ន្ធសម្រាប់ keep track នៅចំនួនទឹកភ្លើងទេដោយសារតែម្ចាស់ផ្ទះជួលភាគច្រើនគឺគាត់ពឹងផ្អែកទៅលើกระดาษសិភៅសម្រាប់តាមដានវិក័យប័ត្រដែលគ្មានប្រសិទ្ធភាពហើយចូលបើបាត់បង់กระดาษហ្នឹងទៅគាត់នឹងត្រូវធ្វើម៉េចទី2នោះគឺ time consuming អញ្ចឹងដូចម្ចាស់ផ្ទះជួលខ្លះគឺគាត់ត្រូវដើរយកថ្លៃទឹកថ្លៃភ្លើងហើយប៉ះអ្នកជួលខ្លះអត់នៅបន្ទប់នៅបន្ទប់អញ្ចឹងទៅហើយកងតភ្លើងអីហ្នឹងគឺនៅក្នុងបន្ទប់ជួលអញ្ចឹងគាត់ត្រូវសុំអ្នកជួលហ្នឹងឲ្យថតឲ្យគាត់ហើយចូលបើគេបន្លំទៅគាត់ធ្វើមិនទៅហើយគាត់ត្រូវអង្គុយ calculate គុណគូទៀតគាត់ហើយត្រូវយកវិក័យប័ត្រហ្នឹងឲ្យគេទៀតប៉ះចំអ្នកជួលខ្លះអត់នៅក្នុងបន្ទប់អញ្ចឹងគាត់ត្រូវសៀតតាមបន្ទប់ហើយចូលបើបាត់គាត់ត្រូវធ្វើមិនទៅហើយមួយវិញទៀតនោះគឺអត់មាន system នៅក្នុងការ remind អ្នកជួលលេវាធ្វើឲ្យមានការបង់លុយ late ដែលពិបាកដល់គាត់ថែមទៀតដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹងយើងបានបង្កើតជាលក្ខណៈ smart board មួយដែល smart board របស់យើងហ្នឹងគឺជាលក្ខណៈ Telegram board មួយដែលពួកយើងបង្កើតឡើងដើម្បីផ្ដល់ភាពងាយស្រួលដល់ម្ចាស់ផ្ទះជួលនៅក្នុងការផ្ញើវិក័យប័ត្រ reminder ជៀសវាងនៅក្នុងការបង់លុយ late ហើយវាក៏ automatic tracking bill និង water បានផងដែរថែមទាំងជួយគណនាថ្លៃទឹកថ្លៃភ្លើងបានដូចគ្នាការ save ឯកសារ data ចាស់អីហ្នឹងគឺនៅក្នុងហ្នឹងហ្មងអញ្ចឹងម្ចាស់ផ្ទះជួលគាត់មិនបាច់បារម្ភថាបាត់ data អីទេហើយក៏លេងលំបាកនៅក្នុងការខ្លាចគេបង់លុយ late ទៀតដែរឥឡូវយើងទៅមើលការ demo របស់យើងទាំងអស់គ្នាអញ្ចឹងនេះគឺជា app របស់យើងហើយបន្តមកយើងនឹងចូលលើពាក្យ start ដែលយើងចុចលើពាក្យ app ទៅគឺយើងនឹងឃើញបែបនេះដែលឲ្យយើងបញ្ចូលជាលេខទូរស័ព្ទនិងលេខគណនីរបស់យើងហើយបន្តមកយើងអាចចុចចូលប្រើឬមួយក៏ចុះឈ្មោះនៅពេលដែលយើងចុចចុះឈ្មោះយើងនឹងឃើញជាលក្ខណៈទ្រង់ទ្រាយបែបនេះដែលមានឲ្យយើងបញ្ចូលជាលេខម្ចាស់ផ្ទះលេខទូរស័ព្ទអីហ្នឹងហើយបន្តមកយើងអាចចុះឈ្មោះបានឬមួយក៏យើងចូលប្រើបន្ទាប់ពីយើងចូលប្រើយើងនឹងឃើញ function 4បែបនេះហើយយើងបង្កើតវិក័យប័ត្រដែលវិក័យប័ត្រហ្នឹងគឺជាវិក័យប័ត្រថ្មីដែលឲ្យយើងបញ្ចូលជាលេខទឹកលេខភ្លើងអីហ្នឹងហើយបន្តមកយើងអាចចូលទៅរក្សាទុកបាន and then យើងក៏អាចចូលទៅផ្ញើវិក័យប័ត្រដែលវាមានប្រាប់លេខបន្ទប់អីនៅក្នុងហ្នឹងដែលយើងចង់ផ្ញើទៅលេខបន្ទប់ណាគេហើយបន្តមកយើងក៏ចុចពាក្យផ្ញើបន្ទាប់មកយើងអាចចូលទៅក្នុងបន្ទប់បានដែលនៅក្នុងបន្ទប់ហ្នឹងវាមានឲ្យយើង add បន្ថែមមានព័ត៌មានមានអីអញ្ចឹងអានេះគឺ add បន្ថែមសម្រាប់អ្នកជួលថ្មីហើយបន្ទាប់មកយើងអាចរក្សាទុកបានហើយយើងក៏មានបោះពុម្ពដែរដែលមានផ្ញើជា PDF ឬក៏ជារូបភាពដែលនៅខាងស្ដាំដៃរបស់យើងហ្នឹងគឺជាវិក័យប័ត្រហ្នឹងហើយអត់ថយយើងយកពីបញ្ហាទាំងអស់ហ្នឹងហើយអញ្ចឹងថាតើអតិថិជនរបស់ Smart Board ហ្នឹងគឺជាណាគេអញ្ចឹងនេះគឺជាអតិថិជនយើងដែលអ្នកដែលជាម្ចាស់ផ្ទះដែលគាត់នៅក្នុងទីក្រុងភ្នំពេញនិងជាអ្នកគ្រប់គ្រងអចលនទ្រព្យឬភ្នាក់ងារធំដែលមានផ្ទះជួលច្រើនចាប់ពី10បន្ទប់ឡើងដែលពួកគាត់មានបំណងក៏ដូចជាត្រូវការប្រព័ន្ធគ្រប់គ្រងមួយដើម្បី keep track នៅ payment ក៏ដូចជា billing ហ្នឹងហើយហេតុអីបានជាពួកគាត់ត្រូវប្រើ Smart Board របស់យើងដោយសារតែវាចំណេញពេលវេលាទាំងថវិកាបានច្រើនផ្ដល់ភាពច្បាស់លាស់និងត្រឹមត្រូវមានភាពងាយស្រួលហើយក៏វាជួយអ្នកឲ្យអ្នកជួលនិងម្ចាស់ផ្ទះហ្នឹងអាចទំនាក់ទំនងគ្នាបានយ៉ាងស្រួលលឿនឆាប់រហ័សដោយគាត់មិនបាច់ដើរហុចវិក័យប័ត្រហើយមកត្រូវអង្គុយរោ data ក្នុងកណ្ដាលអីទៀតទេជាពិសេសនោះគឺគាត់មិនបាច់ត្រូវភ័យព្រួយខ្លាចអ្នកជួលភ្លេចបង់លុយទៀតដែរហើយយើងក៏បានសារឲ្យ Smart Board របស់យើងនឹងឲ្យអតិថិជនគាត់តែដែលអតិថិជនចំនួន 66% ហ្នឹងដែលគាត់បាននិយាយថាវាពិតជាល្អសម្រាប់អ្នកម្ចាស់ផ្ទះជួលដូចគាត់នេះគឺជា analyze competitor របស់ Smart Board យើងឃើញថា Smart Board របស់យើងនឹងវាមានលក្ខណៈខុសប្លែកពី competitor របស់យើងដោយសារតែយើងប្រើវាជាលក្ខណៈ Telegram ចំណែកឯ competitor របស់យើងគឺគាត់ប្រើជាលក្ខណៈ app ឬមួយក៏ជា website ដែលអ្នកជួលខ្លះគឺគាត់ពិបាកគាត់អត់ចេះប្រើហើយ Smart Board របស់យើងវាទូលំទូលាយខុសណាគេក៏ចេះប្រើហើយណាគេក៏អាចប្រើ Telegram ដែរឥឡូវហើយ partnership
boss smart board ហ្នឹងគឺជាណាគេអញ្ចឹងដៃគូរបស់យើងហ្នឹងគឺជា ABA Win True Money ដែលជួយសម្រាប់ online payment and ដៃគូសំខាន់បំផុតនោះគឺ Telegram ហើយសម្រាប់ smart board marketing មានដូចជាតាម online advertising social media ដូចជា TikTok YouTube Instagram ហើយសម្រាប់ team member ដែលត្រូវតែមានសម្រាប់អាជីវកម្មមួយនេះគឺ financial manager អ្នកគ្រប់គ្រងលើថ្លៃចំណូលចំណាយម្នាក់ developer Telegram bot របស់យើង customer support អ្នកដែលទាក់ទងជាមួយ customer ពេលដែលគាត់មានបញ្ហា app Telegram ដំណើរការ and អ្នក marketing សម្រាប់ធ្វើការ promote និងដើររកដៃគូ partner ហើយសម្រាប់ growth strategy យើងមានបំណងនឹងធ្វើការចែកចាយអាជីវកម្មរបស់យើងតាមខេត្តដូចជាបាត់ដំបងសៀមរាបអីផ្សេងទៀតហើយយើងនឹងធ្វើការ update ជាមួយនឹង function ជាច្រើនទៀតពិសេសយើងនឹងធ្វើការ partner ជាមួយនឹង real estate agency ធំជាដើមចំពោះការប្រើប្រាស់ Telegram bot យើងប្រើជាលក្ខណៈ subscription គឺត្រូវបង់ជា monthly នៅក្នុងការប្រើប្រាស់ហើយបើចង់បាន feature like detail report ក៏គាត់ត្រូវបង់លុយជាលក្ខណៈ premium នេះជា reference ដែលពួកយើងបានមកគឺបានមកពីការទៅ interview គាត់ដោយផ្ទាល់ពីម្ចាស់ផ្ទះជួលចំនួន3នាក់ and finally and thank you for your attention